ឥឡូវយើងចាប់ផ្ដើមស៊ើបអង្កេតពីបញ្ហានរណាជាឃាតករដែលនៅពីក្រោយនឹងបានបញ្ជាហើយនឹងបានសម្លាប់លោកឧត្តមបណ្ឌិតកែមលីបាទនៅក្នុងប្រព័ន្ធ Facebook គេចោទថាត្រកូលហ៊ុនគឺជាអ្នកនៅពីក្រោយនៃការបាញ់សម្លាប់នេះដូច្នេះស្របជាមួយពេលនេះខ្ញុំក៏ហ៊ានសន្និដ្ឋានថាពិតជាត្រកូលហ៊ុនបាទជាប់តាក់ទងក្នុងបញ្ហាឃាតកម្មនេះមែនបាទព្រោះម្ចាស់ហាងStar Mart នោះគឺមានភាគហ៊ុនជាមួយនឹងហ៊ុនតូហើយខ្ញុំគ្រាន់តែសូមធ្វើសំណូមពរចំពោះលោកហុងលឹមឲ្យសភាអូស្ត្រាលីមេត្តាស្រាវជ្រាវរកម្ចាស់ក្រុមហ៊ុន Star Mart ប្រសិនបើមាននៅអូស្ត្រាលីម្ចាស់ហាង Star Mart ដែលចូលហ៊ុននៅឯប្រទេសកម្ពុជាត្រូវតែទទួលខុសត្រូវចំពោះមរណភាពនៃលោកកែមលីដែលបានស្លាប់នៅកន្លែងរបស់ខ្លួនមិនមែនត្រូវពេលដែលកើតឃាតកម្មហើយគ្រាន់តែបិទពី3ថ្ងៃហើយបើកជាធម្មតានោះវិញទេបាទខ្ញុំបានទទួលប្រភពព័ត៌មានជាច្រើនដែលរឿងនេះតាក់ទងនឹងត្រកូលហ៊ុនជាពិសេសហ៊ុនតូបាទខ្ញុំមិនទាន់ហ៊ានសន្និដ្ឋានថារឿងនេះ 100% ទេក៏ប៉ុន្តែសូមបងប្អូនស្ដាប់សម្លេងនិងតាមដានចំពោះអ្វីដែលមាននៅក្នុងសម្លេងនេះហើយខ្ញុំជឿជាក់ថារដ្ឋាភិបាលហ៊ុនសែនប្រសិនបើគ្មានការខុបខិតហើយប្រសិនបើជារដ្ឋាភិបាលមួយដែលយុត្តិធម៌ដែលគោរពលក្ខណៈប្រជាធិបតេយ្យទោះអ្នកនៅពីក្រោយការសម្លាប់លោកកែមលីជានរណាក៏ដោយរដ្ឋាភិបាលហ៊ុនសែនឬរដ្ឋាភិបាលសពថ្ងៃនេះត្រូវមានកាតព្វកិច្ចដើម្បីស្រាវជ្រាវរកប្រភពព័ត៌មានស្រាវជ្រាវរកណាយ៉ាងណាដើម្បីឲ្យដឹងថាតើអ្នកណានៅពីក្រោយការបាញ់សម្លាប់នេះមានបងប្អូនខ្មែរខ្លះបាននិយាយថាវាអាចជន់ជាតិយួននៅពេលដែលដឹងថាសម្ពាធនយោបាយរបស់ប្រទេសកម្ពុជាជាពិសេសហ៊ុនសែនកំពុងតែប្រព្រឹត្តអំពើអាក្រក់ភ្នាក់ងារយួនអាចធ្វើរឿងនេះដើម្បីឲ្យខ្មែរសម្លាប់ខ្មែរដោយដែលពួកយួនយាមិញបានប្រើប្រាស់រួចហើយក្នុងសម័យប៉ុលពតចំពោះរឿងនេះខ្ញុំក៏យល់ឃើញថាយើងត្រូវតែប្រើពេលវេលាយ៉ាងណាដើម្បីតាមដានព្រោះមានចំណុចខ្លះលោកហ៊ុនសែនអាក្រក់ជាងយួនទៅទៀតដូច្នេះហើយសូមបងប្អូនមេត្តាស្ដាប់នៅសំឡេងព្រះភិក្ខុមួយអង្គនិងប្អូនម្នាក់ដែលបានផ្ញើមកខ្ញុំចិត្តមួយអាទិត្យហើយបាទក៏ប៉ុន្តែដោយព្រះសង្ឃអង្គនោះបានប្រាប់ខ្ញុំថាកុំទាន់អាលនឹងចុះផ្សាយចាំព្រះអង្គភាពប្រកាយសិនព្រោះព្រះអង្គជាអតីតអង្គរៈដែលធ្លាប់ទៅរៀននៅស្រុកយួន4ឆ្នាំហើយជាមនុស្សដែលលោកស្គាល់ហ៊ុនតូយ៉ាងច្បាស់ក្រឡែតបាទអ្វីដែលព្រះសង្ឃមានពុទ្ធិកានោះគឺហ៊ុនតូជាអ្នកបង្គាប់បញ្ជាជាអ្នករួមដៃក្នុងការបាញ់សម្លាប់លោកឧត្តមបណ្ឌិតកែមលីខ្ញុំមិនទាន់ហ៊ានសន្និដ្ឋានថារឿងនេះ 100% ទេក៏ប៉ុន្តែប្រសិនបើអាជ្ញាធរប៉ូលីសរបស់ហ៊ុនសែនគ្មានការខុបខិតពុំចូលរួមដៃនៅក្នុងឃាតកម្មនេះទេត្រូវតែប្រើសមត្ថភាពរបស់ខ្លួនស៊ើបអង្កេតបាទ investigate case នេះដើម្បីឲ្យដឹងថាតើអ្នកណានៅពីក្រោយការបាញ់សម្លាប់ឧត្តមបណ្ឌិតកែមលីសូមអស់លោកទាំងអស់ដែលខ្លះជាឧត្តមសេនីយ៍ដែលជាអតីតនិស្សិតចំនួនលោកលន់នល់ដែលខ្ញុំតែងតែនិយាយមេត្តាមើលទឹកភ្នែករបស់ភរិយាលោកឧត្តមបណ្ឌិតកែមលីជាពិសេសម្ដាយរបស់លោកកែមលីដែលសម្រាមនៅក្បែរភ្នូរបស់កូនជាទីស្រឡាញ់របស់លោកហើយកូនរបស់លោកឧត្តមបណ្ឌិតកែមលីបានយំសស្រាក់សួរថាទៅថ្ងៃក្រោយប្រសិនបើគេធ្វើយ៉ាងនេះចំពោះរូបលោកចំពោះកូនលោកប្រពន្ធលោកប្តីលោកឬឪពុកម្ដាយលោកអស់លោកតើអស់លោកយល់យ៉ាងណាជាពិសេសលោកឧត្តមសេនីយ៍ទាំងឡាយដែលជាអតីតសិស្សចំនួនលោកលន់នល់និងចំនួនសម្ដេចស៊ីនុសូមបងប្អូនស្ដាប់ដូចតទៅខ្ញុំសូមបញ្ជាក់ថានៅក្នុងការរាយការណ៍របស់ប្អូនម្នាក់ដែលសម្លេងជាខ្មែរកម្ពុជាក្រោមនោះខ្ញុំមិនទាន់ច្បាស់ទេប៉ុន្តែសម្លេងប្រសងមួយអង្គលោកហ៊ានសន្និដ្ឋានថាអ្នកដែលរួមគំនិតសម្លាប់លោកឧត្តមបណ្ឌិតកែមលីគឺហ៊ុនតូបាទព្រោះលោកស្គាល់ហ៊ុនតូច្បាស់ណាស់ហើយម្យ៉ាងទៀតហ៊ុនតូនេះគឺជាមនុស្សអាក្រក់បំផុតដែលត្រកូលហ៊ុនតែងតែប្រើប្រាស់ក្នុងការបាញ់សម្លាប់ឬប្រព្រឹត្តអំពើអាក្រក់ហើយហ៊ុនតូជាមួយនឹងហ៊ុនម៉ាណាបាទណាគឺបើតាមដំណឹងមករឿងនេះគឺធ្លាក់នៅលើត្រកូលហ៊ុនដែលក្រសួងមហាផ្ទៃតែងតែបិទបាំងព្រោះមន្ត្រីនៅក្នុងក្រសួងមហាផ្ទៃភាគច្រើនសុទ្ធតែបានបនស័ក្តិពីត្រកូលហ៊ុនបាទហើយចំណុចសំខាន់ដែលព្រះអង្គមានបន្ទូលនោះគឺមនុស្ស4នាក់ដែលស៊ីឈ្នួលបាញ់ឲ្យហ៊ុនតូឬសម្លាប់ឲ្យហ៊ុនតូគឺឈ្មោះវរៈ1ឈ្មោះរស្មីហៅចន្ទថា2ឈ្មោះខុមនិង3និង4ឈ្មោះសូមបងប្អូនចាំผมមានគេឃើញហេតុការណ៍ហ្នឹងប៉ុន្តែគេអត់ហ៊ាននិយាយអញ្ចឹងណាព្រោះធ្វើការងារនឹងកន្លែងនោះក៏គេស្គាល់ច្រើនដែរព្រោះនៅវាគុំយូរណាស់ជាងនេះហើយមិនទៅគុំឥឡូវទេណាពី2 ខែទៅហើយបាទតាមសម្ដីនេះប្រហែលជាហ៊ុនតូមិនមែនបាញ់ខ្លួនឯងទេគឺហ៊ុនតូគឺជាអ្នកបញ្ជាព្រោះហាងនោះមានភាគហ៊ុនជាមួយត្រកូលហ៊ុនហើយហាងនោះនៅក្បែរផ្ទះហ៊ុនតូបាទដូច្នេះរដ្ឋាភិបាលអូស្ត្រាលី
ឬក៏អ្នកស្រីដែលជាភរិយារបស់លោកឧត្តមបណ្ឌិតកែមលីត្រូវតែប្តឹងទៅម្ចាស់ហាងព្រោះម្ចាស់ហាង Star Mart នេះគឺមានភាគហ៊ុននៅឯក្រៅប្រទេសបាទដូច្នេះតាមច្បាប់អន្តរជាតិយើងអាចប្តឹងសងជំងឺចិត្តឬរោគមុខឃាតករតើការបាញ់សម្លាប់នេះមានការខុបខិតរវាងហាងនោះដែរឬទេព្រោះយើងបានឃើញក្នុងរូបភាពនៅក្នុង Facebook គេបានឃើញលោកបណ្ឌិតកែមលីអង្គុយស្លាប់បាទមិនមែនក្រាបនៅលើធ្លុកនៅក្នុងធ្លុកឈាមនៅលើកម្រាលឥដ្ឋនោះទេបាទសូមបងប្អូនស្ដាប់ជាបន្តទៀតបាទសូមចម្រើនពរណែញាតិញោមទាំងអស់ទូទាំងពិភពលោកតាមកិច្ចកម្មកើតឡើងរយៈជិតមួយខែនេះការដែលគាត់រៀបនេះស្មាតស្គាល់ម៉ូតូច្បាស់ទី1ស្មាតស្គាល់ម៉ូតូទី2រុករៀងព្រោះតែស្ដាយដែរស្មាវាអត់បានថតព្រោះវាលឿនពេកអញ្ចឹងវាបានអញ្ចឹងទៅហើយទី1មានប្រេងសង់ច្រើននៅជាមួយអញ្ចឹងទៅអត់ហ៊ានថតព្រោះគេថាឯងចៃចយនៅហើយអញ្ចឹងទៅដូចញោមដែលតាមដានព័ត៌មានអានឹងដូចញោមសូមចម្រើនពរណែញាតិញោមទាំងអស់សូមជម្រាបដល់លោកអ៊ំទាំងអស់គ្នាផងកាលដែលលោកបណ្ឌិតបានទៅស្លាប់នោះក៏បើជឿគង់អាយុកន្លះខែមុនព្រោះអាតូនវាពីដើមវាមិនទៅបន្សំណាបាទន័យថាហ៊ុនតូគឺជាមិត្តភក្តិរបស់ប្រទេសគុណដែលនិយាយនេះបាទក៏ប៉ុន្តែក៏វាខលមកប្រាប់វាថាធ្វើស៊ីមនុស្សម្នាក់ហើយតែខ្ញុំមិនបានបញ្ជាក់ថាតើពីណាអីមិនได้ឃើញរូបរាងនោះវាច្បាស់ទៅវាហើយណាខ្ញុំឃើញច្បាស់ខ្ញុំស្រួលចរិតវាច្បាស់នោះអត់ទេណាមួយអត់ទេរិះគន់ចំពោះវាអត់ទុកទេពួកខ្ញុំមិត្តភក្តិដែលស្មោះស្ម័គ្រជាមួយវាហ៊ានធ្វើស៊ីដែរអញ្ចឹងហើយសារនេះវាច្បាស់ពិតប្រាកដដែរវាមិនបាច់ចាំទៅដល់ថ្ងៃស្អែកទេព្រោះអំប្រុសណានិយាយទៅព្រោះឲ្យសារនេះវាច្បាស់ 100% ហ៊ានធានាដាក់អាយុព្រះអង្គហ៊ានដាក់ធានាដាក់អាយុជីវិតទៅទៀតព្រោះព្រះអង្គចោទថាអ្នកដែលនៅពីក្រោយការបាញ់សម្លាប់លោកឧត្តមបណ្ឌិតកែមលីនោះគឺជាហ៊ុនតូបាទហើយនៅក្នុងនោះគឺមានកូនចៅហ៊ុនតូ2នាក់គឺអាប៉ុចនិងអាខុំបាទហើយអាប៉ុចជាទាហាននៅកងលេខ911បងប្អូនអាខុំហើយនៅពេលក្រោយពីលោកឧត្តមបណ្ឌិតកែមលីស្លាប់វាបានជិះឡាន507បាទនេះជារូបភាពអាខុំហើយនឹងអាប៉ុចបាទសូមទោសរូបការនេះរូបមួយនេះគឺអាខុំរូបមួយនេះទៀតគឺអាប៉ុចបាទអាប៉ុចជាអតីតទាហានខ្មែរក្រហមដែលចូលនៅក្នុងកងទ័ពខេមរៈភូមិន្ទហើយមានផ្ទះនៅឯបបលិនសុខកំណើតនៅស្វាយរៀង2នាក់ទៀតនៅព្រៃវែងបាទគឺជាដៃជើងរបស់ហ៊ុនតូដូច្នេះខ្ញុំនឹងផុសរូបអាខុំនិងអាតូនៅក្នុង Facebook របស់ខ្ញុំសូមបងប្អូនបើមើលមិនច្បាស់បងប្អូនអាចឃើញរូបនេះបាទហើយម្យ៉ាងទៀតដើម្បីបញ្ជាក់ការពិតថាតើរឿងនេះនឹងតាក់ទងហ៊ុនតូមែនដែរឬអត់សូមបងប្អូនស្ដាប់សំឡេងនេះបន្តិចដោយពេលវេលាខ្លីបាទញោមបានឃើញរូបថតបងសំឡេងវិញបងប្អូនអាមួយទៅទាហាននេះអានេះធ្វើនៅទាហាននៅ911បងប៉ុន្តែមិនដឹងរស័ក្តិប្រមាណនេះក៏អត់ដឹងទេបងដឹងអានេះឯងហើយអាលើនោះអាពាក់អាវការនោះអានោះនៅកងអង្គរផ្ទាល់បងស្និទ្ធអាហ្នឹងតែវាពីដែរបានន័យថាព្រះអង្គស្និទ្ធជាមួយអាខុំហ្នឹងគឺជាកូនចៅរបស់ហ៊ុនតូបាទដោយពេលវេលាខ្លីសូមបងប្អូនមេត្តាពិនិត្យមើលរូបអាខុំហើយនឹងអាប៉ុចដែលព្រះអង្គចោទថាជាអ្នកដៃដល់ក្នុងការសម្លាប់លោកបណ្ឌិតកែមលីជាពិសេសគឺជាកូនចៅហ៊ុនតូសូមបងប្អូនមេត្តាពិនិត្យក្នុង Facebook របស់ខ្ញុំបាទអរគុណជំរាបលាអស់ពេលហើយបាទខ្ញុំបាទហេងថាសវុតសូមគ្រប់បងប្អូនជនជាតិខ្មែរទាំងអស់ព្រះសង្ឃជាទីសក្ការៈដោយបងប្អូនឃើញស្រាប់ហើយរដ្ឋាភិបាលហ៊ុនសែនដែលយើងទាំងអស់គ្នាសន្មតថាជារបបមួយដែលកើតឡើងដោយក្រុមមនុស្សដេរឆានហើយខ្ញុំក៏បានចោទរដ្ឋាភិបាលហ៊ុនសែនជារបបចៅ500បាទនៅឆ្នាំ1979រហូតដល់89ហើយថ្មីនេះលោកហុងលឹមដែលជាសភាអូស្ត្រាលីកំណើតខ្មែរក៏បានមានប្រសាសន៍ថារបបហ៊ុនសែនគឺជារបបដេរឆានបាទការពិតគឺដូច្នេះមែនព្រោះថ្មីនេះដោយបងប្អូនឃើញស្រាប់ហើយពួកប៉ូលីសនៃរបបដេរឆានដែលពុំដែលរៀនច្បាប់ទម្លាប់អ្វីជាគោលនោះបានចាប់អ្នកស្រីទេពវណ្ណីនិងសហការីរបស់គាត់ចូលគុកព្រៃសរបាទ
គឺជាទង្វើអសិលធម៌មួយដែលមិនខុសពីរបបប៉ុលពតទេឥឡូវនេះខ្ញុំគ្រាន់តែសូមបញ្ជាក់ប្រាប់បងប្អូនថាលោកហុងលឹមកំពុងតែបង្កើតច្បាប់មួយដើម្បីធ្វើយ៉ាងណាដាក់គ្រួសារហ៊ុនសែនខ្លួនហ៊ុនសែននិងមន្ត្រីនៅក្នុងរបបហ៊ុនសែនដែលអាក្រក់ដែលពុករលួយនោះនៅក្នុងបញ្ជីខ្មៅនៃប្រទេសអូស្ត្រាលីបាទក្នុងនាមលោកហុងលឹមដែលជាតំណាងរាស្ត្រអូស្ត្រាលីកំណើតខ្មែរមួយរូបលោកកំពុងតែស្នើសុំនឹងដាក់ច្បាប់នេះខ្ញុំជឿថាប្រកាសជាអនុវត្តហើយនឹងប្រកាសជាសភាអូស្ត្រាលីអនុម័តនៅពេលអនាគតនេះឥឡូវយើងចាប់ផ្ដើមស៊ើបអង្កេតពីបញ្ហានរណាជាឃាតករដែលនៅពីក្រោយនឹងបានបញ្ជាហើយនឹងបានសម្លាប់លោកឧត្តមបណ្ឌិតកែមលីបាទនៅក្នុងប្រព័ន្ធ Facebook គេចោទថាត្រកូលហ៊ុនគឺជាអ្នកនៅពីក្រោយនៃការបាញ់សម្លាប់នេះដូច្នេះស្របជាមួយពេលនេះខ្ញុំក៏ហ៊ានសន្និដ្ឋានថាពិតជាត្រកូលហ៊ុនបាទជាប់តាក់ទងក្នុងបញ្ហាឃាតកម្មនេះមែនបាទព្រោះម្ចាស់ហាងStar Mart នោះគឺមានភាគហ៊ុនជាមួយនឹងហ៊ុនតូហើយខ្ញុំគ្រាន់តែសូមធ្វើសំណូមពរចំពោះលោកហុងលឹមឲ្យសភាអូស្ត្រាលីមេត្តាស្រាវជ្រាវរកម្ចាស់ក្រុមហ៊ុន Star Mart ប្រសិនបើមាននៅអូស្ត្រាលីម្ចាស់ហាង Star Mart ដែលចូលហ៊ុននៅឯប្រទេសកម្ពុជាត្រូវតែទទួលខុសត្រូវចំពោះមរណភាពនៃលោកកែមលីដែលបានស្លាប់នៅកន្លែងរបស់ខ្លួនមិនមែនត្រូវពេលដែលកើតឃាតកម្មហើយគ្រាន់តែបិទពី3ថ្ងៃហើយបើកជាធម្មតានោះវិញទេបាទខ្ញុំបានទទួលប្រភពព័ត៌មានជាច្រើនដែលរឿងនេះតាក់ទងនឹងត្រកូលហ៊ុនជាពិសេសហ៊ុនតូបាទខ្ញុំមិនទាន់ហ៊ានសន្និដ្ឋានថារឿងនេះ 100% ទេក៏ប៉ុន្តែសូមបងប្អូនស្ដាប់សម្លេងនិងតាមដានចំពោះអ្វីដែលមាននៅក្នុងសម្លេងនេះហើយខ្ញុំជឿជាក់ថារដ្ឋាភិបាលហ៊ុនសែនប្រសិនបើគ្មានការខុបគិតហើយប្រសិនបើជារដ្ឋាភិបាលមួយដែលយុត្តិធម៌ដែលគោរពលក្ខណៈប្រជាធិបតេយ្យទោះអ្នកនៅពីក្រោយការសម្លាប់លោកកែមលីជានរណាក៏ដោយរដ្ឋាភិបាលហ៊ុនសែនឬរដ្ឋាភិបាលសពថ្ងៃនេះត្រូវមានកាតព្វកិច្ចដើម្បីស្រាវជ្រាវរកប្រភពព័ត៌មានស្រាវជ្រាវរកណាយ៉ាងណាដើម្បីឲ្យដឹងថាតើអ្នកណានៅពីក្រោយការបាញ់សម្លាប់នេះមានបងប្អូនខ្មែរខ្លះបាននិយាយថាវាអាចជនជាតិយួននៅពេលដែលដឹងថាសម្ពាធនយោបាយរបស់ប្រទេសកម្ពុជាជាពិសេសហ៊ុនសែនកំពុងតែប្រព្រឹត្តអំពើអាក្រក់អ្នកងារយួនអាចធ្វើរឿងនេះដើម្បីឲ្យខ្មែរសម្លាប់ខ្មែរដោយដែលពួកយួនយាមិញបានប្រើប្រាស់រួចហើយក្នុងសម័យប៉ុលពតចំពោះរឿងនេះខ្ញុំក៏យល់ឃើញថាយើងត្រូវតែប្រើពេលវេលាយ៉ាងណាដើម្បីតាមដានព្រោះមានចំណុចខ្លះលោកហ៊ុនសែនអាក្រក់ជាងយួនទៅទៀតដូច្នេះហើយសូមបងប្អូនមេត្តាស្ដាប់នៅសំឡេងព្រះភិក្ខុមួយអង្គនិងប្អូនម្នាក់ដែលបានផ្ញើមកខ្ញុំជិតមួយអាទិត្យហើយបាទក៏ប៉ុន្តែដោយព្រះសង្ឃអង្គនោះបានប្រាប់ខ្ញុំថាកុំទាន់អាលនឹងចុះផ្សាយចាំព្រះអង្គភាពប្រកាយសិនព្រោះព្រះអង្គជាអតីតអង្គរៈដែលធ្លាប់ទៅរៀននៅស្រុកយួន4ឆ្នាំហើយជាមនុស្សដែលលោកស្គាល់ហ៊ុនតូយ៉ាងច្បាស់ក្រឡែតបាទអ្វីដែលព្រះសង្ឃមានពុទ្ធិកានោះគឺហ៊ុនតូជាអ្នកបង្គាប់បញ្ជាជាអ្នករួមដៃក្នុងការបាញ់សម្លាប់លោកឧត្តមបណ្ឌិតកែមលីខ្ញុំមិនទាន់ហ៊ានសន្និដ្ឋានថារឿងនេះ 100% ទេក៏ប៉ុន្តែប្រសិនបើអាជ្ញាធរប៉ូលីសរបស់ហ៊ុនសែនគ្មានការខុបខិតពុំចូលរួមដៃនៅក្នុងឃាតកម្មនេះទេត្រូវតែប្រើសមត្ថភាពរបស់ខ្លួនស៊ើបអង្កេតបាទ investigate case នេះដើម្បីឲ្យដឹងថាតើអ្នកណានៅពីក្រោយការបាញ់សម្លាប់ឧត្តមបណ្ឌិតកែមលីសូមអស់លោកទាំងអស់ដែលខ្លះជាឧត្តមសេនីយ៍ដែលជាអតីតនិស្សិតចំនួនលោកលន់នល់ដែលខ្ញុំតែងតែនិយាយមេតាមើលទឹកភ្នែករបស់ភរិយាលោកឧត្តមបណ្ឌិតកែមលីជាពិសេសម្ដាយរបស់លោកកែមលីដែលសម្រាមនៅក្បែរភ្នូរបស់កូនជាទីស្រឡាញ់របស់លោកហើយកូនរបស់លោកឧត្តមបណ្ឌិតកែមលីបានយំសស្រាក់សួរថាទៅថ្ងៃក្រោយប្រសិនបើទីធ្វើយ៉ាងនេះចំពោះរូបលោកចំពោះកូនលោកប្រពន្ធលោកប្តីលោកឬឪពុកម្ដាយលោកអស់លោកតើអស់លោកយល់យ៉ាងណាជាពិសេសលោកឧត្តមសេនីយ៍ទាំងឡាយដែលជាអតីតសិស្សចំនួនលោកលន់នល់និងចំនួនសម្ដេចស៊ីនុសូមបងប្អូនស្ដាប់ដូចតទៅខ្ញុំសូមបញ្ជាក់ថានៅក្នុងការរាយការណ៍របស់បងប្អូនម្នាក់ដែលសម្លេងជាខ្មែរកម្ពុជាក្រមនោះខ្ញុំមិនទាន់ច្បាស់ទេប៉ុន្តែសម្លេងប្រសងមួយអង្គលោកហ៊ានសន្និដ្ឋានថាអ្នកដែលរួមគំនិតសម្លាប់លោកឧត្តមបណ្ឌិតកែមលីគឺហ៊ុនតូបាទព្រោះលោកស្គាល់ហ៊ុនតូច្បាស់ណាស់ហើយម្យ៉ាងទៀតហ៊ុនតូនេះគឺជាមនុស្សអាក្រក់បំផុតដែលត្រកូលហ៊ុនតែងតែប្រើប្រាស់ក្នុងការបាញ់សម្លាប់ឬប្រព្រឹត្តអំពើអាក្រក់ហើយហ៊ុនតូជាមួយនឹងហ៊ុនម៉ាណាបាទណាគឺបើតាមដំណឹងមករឿងនេះគឺធ្លាក់នៅលើត្រកូលហ៊ុនដែលក្រសួងមហាផ្ទៃតែងតែបិទបាំងព្រោះមន្ត្រីនៅក្នុងក្រសួងមហាផ្ទៃភាគច្រើនសុទ្ធតែបានបន្សាក់ពីត្រកូលហ៊ុនបាទហើយចំណុចសំខាន់ដែលព្រះអង្គមានបន្ទូលនោះគឺ
មនុស្ស4នាក់ដែលស៊ីឈ្នួលបាញ់ឲ្យហ៊ុនតូឬសម្លាប់ឲ្យហ៊ុនតូគឺឈ្មោះវរៈ1ឈ្មោះរស្មីហៅចន្ទថា2ឈ្មោះខុំនិង3និង4ឈ្មោះសូមបងប្អូនចាំស្ដាប់អាពុចបាទអាពុចគឺជាអតីតទាហានខ្មែរក្រហមដែលបាទពូកែខាងបាញ់សម្លាប់រហូតដល់ស៊ីថ្លើមមានស្រុកកំណើតនៅខេត្តស្វាយរៀងក៏ប៉ុន្តែមានឪពុកម្ដាយនៅខេត្តនៅឯបបៃលិនបាទហើយអាពុចនេះក្រោយពេលបាញ់សម្លាប់លោកកែមលីរួចហើយវាមានឡាន570ជីបាទសូមបងប្អូនស្ដាប់ហើយខ្ញុំនឹងបង្ហាញរូបអាពុចហើយនឹងរូបអាខុំដែលព្រះអង្គមួយអង្គនេះលោកចោទថាជាដៃជើងរបស់ហ៊ុនតូហើយអាពុចគឺនៅកងទាហាន9ឆាត់យង911បាទហើយឥឡូវនេះឪពុកម្ដាយវានៅឯបៃលិនសូមបងប្អូនស្ដាប់ដូចតទៅអាឡូបងថាលតើណាបាទខ្ញុំឃើញវីដេអូរបស់ឯងគួរឲ្យចាប់អារម្មណ៍ណាថ្ងៃតែដល់ពេលហើយខ្ញុំនឹងចូលរួមទី1ទី2មានប្រភពច្បាស់ការពីមុននឹងប្រហែលជា5នាទីពួកអាកូនប្រុស2នាក់ដែលលោកកែមដីដឹងថាបន្តិចទៀតនឹងមានគេបាញ់សម្រាប់គាត់ដល់ក្មួយឯង2នាក់ហ្នឹងទៅឆ្ងាយពីពូបន្តិចហើយអា2នាក់ហ្នឹងវាយកហ្វូនមកដាក់ប្រវល់ចំមកលោកកែមដីហ្មងអញ្ចឹងហើយថតបានទេឥឡូវអាពួកអា2នេះមកដល់អាមេរិកនៅពងមកណាវាមានវីដេអូឃ្លីបឲ្យប៉ុន្តែវាតនយាថាដល់ពេលលោកបណ្ឌិតកែមលីនឹង100ឆ្នាំបានចេញវីដេអូ100ថ្ងៃបានរួច100ថ្ងៃបានចេញអាឃ្លីបបាទព័ត៌មាននេះខ្ញុំពុំទាន់យកជាការទេព្រោះក្រោយពេលខ្ញុំស៊ើបរកឈ្មោះនេះក៏បាត់សម្លេងបាទហើយតាក់ទងដល់កូនភ្លោះទាំងពីរកំពុងតែមានបញ្ហាស្មុគស្មាញមួយដែលឮថាក្មេងទាំងពីរនោះនឹងត្រូវត្រឡប់ទៅប្រទេសកម្ពុជាវិញក៏ដូចទៅចូលក្នុងទ្រុងខ្លាបាទខ្ញុំមិនទាន់ហ៊ានសន្និដ្ឋានចំពោះសម្លេងមួយនេះទេព្រោះវានៅក្នុងភាពអាកំបាំងក៏ប៉ុន្តែសូមបងប្អូនស្ដាប់សម្លេងតទៅទៀតបាទនៅពេលដែលគេឮសម្លេងនេះហើយមានមនុស្សម្នាក់បានចុះផ្សាយសម្លេងនេះនៅក្នុង Facebook បាទព័ត៌មាននោះពិតហើយរឿងទៅហ៊ុនតូនោះវាច្បាស់វា100%ដែរមិនចាំទៅលើអីទេបើណែពីមកគាត់ដឹងដែរគាត់ធ្លាប់ស្គាល់វារឿងចិត្តដិតដែរបើនិយាយអញ្ចឹងកាលពីមុនមកណាឃើញតែរូបឃើញតែរៀងមកក៏ដឹងដំណើរស្គាល់បាត់ហើយបើតែមិនហ៊ាននិយាយបើតែថាបើលឺចេញទៅនិយាយប្រាប់ទៅហ្មងទៅអញ្ចឹងហើយវាច្បាស់ហ៊ុនតូវា100%ទៅហើយព្រោះមានគេឃើញហេតុការណ៍ហ្នឹងបើតែគេអត់ហ៊ាននិយាយអញ្ចឹងណាព្រោះធ្វើការងារនៅកន្លែងហ្នឹងពួកគេស្គាល់ច្រើនដែរព្រោះនៅវាគុំយូរណាស់ជាងនេះហើយមិនទៅគុំឥឡូវទេណាពី2ខែទៅហើយបាទតាមសម្ដីនេះប្រហែលជាហ៊ុនតូមិនមែនបាញ់ខ្លួនឯងទេគឺហ៊ុនតូគឺជាអ្នកបញ្ជាព្រោះហាងនោះមានភាគហ៊ុនជាមួយត្រកូលហ៊ុនហើយហាងនោះនៅក្បែរផ្ទះហ៊ុនតូបាទដូច្នេះរដ្ឋាភិបាលអូស្ត្រាលីឬក៏អ្នកស្រីដែលជាភរិយារបស់លោកឧត្តមបណ្ឌិតកែមលីត្រូវតែប្តឹងទៅម្ចាស់ហាងព្រោះម្ចាស់ហាង Star Mart នេះគឺមានភាគហ៊ុននៅឯក្រៅប្រទេសបាទដូច្នេះតាមច្បាប់អន្តរជាតិយើងអាចប្តឹងសងជំងឺចិត្តឬរោគមុខឃាតករតើការបាញ់សម្លាប់នេះមានការខុបខិតរវាងហាងនោះដែរឬទេព្រោះយើងបានឃើញក្នុងរូបភាពនៅក្នុង Facebook គេបានឃើញលោកបណ្ឌិតកែមលីអង្គុយស្លាប់បាទមិនមែនក្រាបនៅលើថ្លុកនៅក្នុងថ្លុកឈាមនៅលើកម្រាលឥដ្ឋនោះទេបាទសូមបងប្អូនស្ដាប់ជាបន្តទៀតបាទសូមចម្រើនពរណែញាតិញោមទាំងអស់បងទូទាំងពិភពលោកតាមទៀតកម្មកើតឡើងរយៈជិតមួយខែនេះហើយគាត់រៀបនេះស្មាតស្គាល់ម៉ូតូច្បាស់ទី1ស្មាតស្គាល់ម៉ូតូទី2រូបរាងគាត់ទៅស្រាយដែរស្មាវាអត់បានថតព្រោះវាឡានវាលឿនពេកអញ្ចឹងវាបានអញ្ចឹងទៅហើយទី1មានប្រេសងច្រើននៅជាមួយអញ្ចឹងទៅអត់ហ៊ានថតព្រោះគេថាឯងចៃចយនៅហើយអញ្ចឹងទៅដូចញោមដែលក៏តាមដានព័ត៌មានអានឹងដូចញោមសូមចម្រើនពរណែញាតិញោមទាំងអស់សូមជម្រាបដល់លោកអ៊ំទាំងអស់គ្នាផងកាលដែលលោកបណ្ឌិតបានស្ដាប់នោះក៏អាចជឿទងអាយុកន្លះខែមុនព្រោះអាតូនវាពីដើមវាមិនធ្វើមិនសមណាបាទន័យថាហ៊ុនតូគឺជាមិត្តភក្តិរបស់ប្រទេសគុណដែលនិយាយនេះបាទប៉ុន្តែលោកក៏វិខមកប្រាប់វាថាធ្វើស៊ីមនុស្សម្នាក់ហើយតែខ្ញុំក៏មិនបានជឿថាតើពីណាអីមិនឃើញរូបរាងវាច្បាស់ទៅវាណាខ្ញុំឃើញច្បាស់នឹងចូលចរិតវាច្បាស់អនុអី
nào mùi ở thì rít côn cho bố viết tốc ấy bố khi mà mất tiện để mọc soạn cho mùi vía vì hiện thôi gì đấy cho thấy xa đến đi bác phải có con đấy điểm 300 từ đó ngày sai cái đấy thì bố ông pro này in giấy đâu bố hỏi xa đấy về đi bác mà rồi hiện tình địa đã dụng ព្រះអង្គហ៊ានដាក់ធានាដាក់យុវជនទៅទៀតព្រោះព្រះអង្គចោទថាអ្នកដែលនៅពីក្រោយការបាញ់សម្លាប់លោកឧត្តមបណ្ឌិតកែមលីនោះគឺជាហ៊ុនតូបាទហើយនៅក្នុងនោះគឺមានកូនចៅហ៊ុនតូ2នាក់គឺអាប៉ុចនិងអាខុមបាទហើយអាប៉ុចជាទាហាននៅកងលេខ911បងប្អូនអាខុមហើយនៅពេលក្រោយពីលោកឧត្តមបណ្ឌិតកែមលីស្លាប់វាបានជិះឡាន507បាទនេះជារូបភាពអាខុមហើយនឹងអាប៉ុចបាទសំទោសរូបការនេះរូបមួយនេះគឺអាខុមរូបមួយនេះទៀតគឺអាប៉ុចបាទអាប៉ុចជាអតីតទាហានខ្មែរក្រហមដែលចូលនៅក្នុងកងទ័ពខេមរៈភូមិន្ទហើយមានផ្ទះនៅឯបបលិនសុកកំណើតនៅស្វាយរៀងពីរអ្នកទៀតនៅព្រៃវែងបាទគឺជាដៃជើងរបស់ហ៊ុនតូដូច្នេះខ្ញុំនឹងផុសរូបអាខុមនិងអាតូនៅក្នុង Facebook របស់ខ្ញុំសូមបងប្អូនបើមើលមិនច្បាស់បងប្អូនអាចឃើញរូបនេះបាទហើយម្យ៉ាងទៀតដើម្បីបញ្ជាក់ការពិតថាតើរឿងនេះនឹងតាក់ទងហ៊ុនតូមែនដែរឬអត់សូមបងប្អូនស្ដាប់រំលែកនេះបន្តិចដោយពេលវេលាខ្លីបាទខ្ញុំបានឃើញរូបថតតបសំឡេងមកវិញបងប្អូនអាមួយទៅប្រទេសហ៊ាននេះអានេះធ្វើនៅធាននៅ911បងប៉ុន្តែមិនដឹងរស័ក្តិប្រមាណនេះខ្ញុំអត់ដឹងទេបងដឹងអានេះឯងហើយអាលើនោះអាពាក់អាវការនោះអានោះនេះកងអង្គរផ្ទាល់បងស្និទ្ធអានោះតែវាពីដែរបានន័យថាព្រះអង្គស្និទ្ធជាមួយអាខុមនឹងគឺជាកូនចៅរបស់ហ៊ុនតូបាទដោយពេលវេលាខ្លីសូមបងប្អូនមេត្តាពិនិត្យមើលរូបអាខុមហើយនឹងអាប៉ុចដែលព្រះអង្គចោទថាជាអ្នកដៃដល់ក្នុងការសម្លាប់លោកបណ្ឌិតកែមលីជាពិសេសគឺជាកូនចៅហ៊ុនតូសូមបងប្អូនមេត្តាពិនិត្យក្នុង Facebook របស់ខ្ញុំបាទអរគុណជំរាបលាអស់ពេលហើយបាទបាទខ្ញុំបាទហេងថាសវុតសូមគោរពបងប្អូនជនជាតិខ្មែរទាំងអស់ព្រះសង្ឃជាទីសក្ការៈដោយបងប្អូនឃើញស្រាប់ហើយរដ្ឋាភិបាលហ៊ុនសែនដែលយើងទាំងអស់គ្នាសន្មតថាជារបបមួយដែលកើតឡើងដោយក្រុមមនុស្សដេរឆានហើយខ្ញុំក៏បានចោទរដ្ឋាភិបាលហ៊ុនសែនជារបបចៅ500បាទនៅឆ្នាំ1979រហូតដល់89ហើយថ្មីនេះលោកហុងលឹមដែលជាសភាអូស្ត្រាលីកំណើតខ្មែរក៏បានមានប្រសាសន៍ថារបបហ៊ុនសែនគឺជារបបដេរឆានបាទការពិតគឺដូច្នេះមែនព្រោះថ្មីនេះដោយបងប្អូនឃើញស្រាប់ហើយពួកប៉ូលីសនៃរបបដេរឆានដែលពុំដែលរៀនច្បាប់ទម្លាប់អ្វីជាគោលនោះបានចាប់អ្នកស្រីទេពវណ្ណីនិងសហការីរបស់គាត់ចូលគុកព្រៃសរបាទគឺជាទង្វើអសិលធម៌មួយដែលមិនខុសពីរបបប៉ុលពតទេឥឡូវនេះខ្ញុំគ្រាន់តែសូមបញ្ជាក់ប្រាប់បងប្អូនថាលោកហុងលឹមកំពុងតែបង្កើតច្បាប់មួយដើម្បីធ្វើយ៉ាងណាដាក់គ្រួសារហ៊ុនសែនខ្លួនហ៊ុនសែននិងមន្ត្រីនៅក្នុងរបបហ៊ុនសែនដែលអាក្រក់ដែលពុករលួយនោះនៅក្នុងបញ្ជីខ្មៅនៃប្រទេសអូស្ត្រាលីបាទក្នុងនាមលោកហុងលឹមដែលជាតំណាងរាស្ត្រអូស្ត្រាលីកំណើតខ្មែរមួយរូបលោកកំពុងតែស្នើសុំនឹងដាក់ច្បាប់នេះខ្ញុំជឿថាប្រកាសជាអនុវត្តហើយនឹងប្រកាសជាសភាអូស្ត្រាលីអនុម័តនៅពេលអនាគតនេះឥឡូវយើងចាប់ផ្ដើមស៊ើបអង្កេតពីបញ្ហានរណាជាឃាតករដែលនៅពីក្រោយនឹងបានបញ្ជាហើយនឹងបានសម្លាប់លោកឧត្តមបណ្ឌិតកែមលីបាទនៅក្នុងប្រព័ន្ធ Facebook គេចោទថាត្រកូលហ៊ុនគឺជាអ្នកនៅពីក្រោយនៃការបាញ់សម្លាប់នេះដូច្នេះស្របជាមួយពេលនេះខ្ញុំក៏ហ៊ានសន្និដ្ឋានថាពិតជាត្រកូលហ៊ុនបាទជាប់តាក់ទងក្នុងបញ្ហាឃាតកម្មនេះមែនបាទព្រោះម្ចាស់ហាងStar Mart នោះគឺមានភាគហ៊ុនជាមួយនឹងហ៊ុនតូហើយខ្ញុំគ្រាន់តែសូមធ្វើសំណូមពរចំពោះលោកហុងលឹមឲ្យសភាអូស្ត្រាលីមេត្តាស្រាវជ្រាវរកម្ចាស់ក្រុមហ៊ុន Star Mart ប្រសិនបើមាននៅអូស្ត្រាលីម្ចាស់ហាង Star Mart ដែលចូលហ៊ុននៅឯប្រទេសកម្ពុជាត្រូវតែទទួលខុសត្រូវចំពោះមរណភាពនៃលោកកែមលីដែលបានស្លាប់នៅកន្លែងរបស់ខ្លួនមិនមែនត្រូវពេលដែលកើតឃាតកម្មហើយគ្រាន់តែបិទពី3ថ្ងៃហើយបើកជាធម្មតានោះវិញទេបាទខ្ញុំបានទទួលប្រភពព័ត៌មានជាច្រើនដែលរឿងនេះតាក់ទងនឹងត្រកូលហ៊ុនជាពិសេសហ៊ុនតូបាទខ្ញុំមិនទាន់ហ៊ានសន្និដ្ឋានថារឿងនេះ 100% ទេ
ក៏ប៉ុន្តែសូមបងប្អូនស្ដាប់សំឡេងនឹងតាមដានចំពោះអ្វីដែលមាននៅក្នុងសំឡេងនេះហើយខ្ញុំជឿជាក់ថារដ្ឋាភិបាលហ៊ុនសែនប្រសិនបើគ្មានការខុបខិតហើយប្រសិនបើជារដ្ឋាភិបាលមួយដែលយុត្តិធម៌ដែលគោរពលក្ខណៈប្រជាធិបតេយ្យទោះអ្នកនៅពីក្រោយការសម្លាប់លោកកែមលីជានរណាក៏ដោយរដ្ឋាភិបាលហ៊ុនសែនឬរដ្ឋាភិបាលសពថ្ងៃនេះត្រូវមានកាតព្វកិច្ចដើម្បីស្រាវជ្រាវរកប្រភពព័ត៌មានស្រាវជ្រាវរកណាយ៉ាងណាដើម្បីឲ្យដឹងថាតើអ្នកណានៅពីក្រោយការបាញ់សម្លាប់នេះមានបងប្អូនខ្មែរខ្លះបាននិយាយថាវាអាចជន់ជាតិយួននៅពេលដែលដឹងថាសម្ពាធនយោបាយរបស់ប្រទេសកម្ពុជាជាពិសេសហ៊ុនសែនកំពុងតែប្រព្រឹត្តអំពើអាក្រក់អ្នកងារយួនអាចធ្វើរឿងនេះដើម្បីឲ្យខ្មែរសម្លាប់ខ្មែរដោយដែលពួកយួនយាមិញបានប្រើប្រាស់រួចហើយក្នុងសម័យប៉ុលពតចំពោះរឿងនេះខ្ញុំក៏យល់ឃើញថាយើងត្រូវតែប្រើពេលវេលាយ៉ាងណាដើម្បីតាមដានព្រោះមានចំណុចខ្លះលោកហ៊ុនសែនអាក្រក់ជាងយួនទៅទៀតដូច្នេះហើយសូមបងប្អូនមេត្តាស្ដាប់នៅសំឡេងព្រះភិក្ខុមួយអង្គនិងប្អូនម្នាក់ដែលបានផ្ញើមកខ្ញុំជិតមួយអាទិត្យហើយបាទក៏ប៉ុន្តែដោយព្រះសង្ឃអង្គនោះបានប្រាប់ខ្ញុំថាកុំទាន់អាលនឹងចុះផ្សាយចាំព្រះអង្គភាពប្រកាយសិនព្រោះព្រះអង្គជាអតីតអង្គរៈដែលធ្លាប់ទៅរៀននៅស្រុកយួន4ឆ្នាំហើយជាមនុស្សដែលលោកស្គាល់ហ៊ុនតូយ៉ាងច្បាស់ក្រឡែតបាទអ្វីដែលព្រះសង្ឃមានពុទ្ធិកានោះគឺហ៊ុនតូជាអ្នកបង្គាប់បញ្ជាជាអ្នករួមដៃក្នុងការបាញ់សម្លាប់លោកឧត្តមបណ្ឌិតកែមលីខ្ញុំមិនទាន់ហ៊ានសន្និដ្ឋានថារឿងនេះ 100% ទេក៏ប៉ុន្តែប្រសិនបើអាជ្ញាធរប៉ូលីសរបស់ហ៊ុនសែនគ្មានការខុបខិតពុំចូលរួមដៃនៅក្នុងឃាតកម្មនេះទេត្រូវតែប្រើសមត្ថភាពរបស់ខ្លួនស៊ើបអង្កេតបាទ investigate case នេះដើម្បីឲ្យដឹងថាតើអ្នកណានៅពីក្រោយការបាញ់សម្លាប់ឧត្តមបណ្ឌិតកែមលីសូមអស់លោកទាំងអស់ដែលខ្លះជាឧត្តមសេនីយ៍ដែលជាអតីតនិស្សិតចំនួនលោកលន់នល់ដែលខ្ញុំតែងតែនិយាយមេត្តាមើលទឹកភ្នែករបស់ភរិយាលោកឧត្តមបណ្ឌិតកែមលីជាពិសេសម្ដាយរបស់លោកកែមលីដែលសម្រាននៅក្បែរភ្នូរបស់កូនជាទីស្រឡាញ់របស់លោកហើយកូនរបស់លោកឧត្តមបណ្ឌិតកែមលីបានយំសស្រាក់សួរថាទៅថ្ងៃក្រោយប្រសិនបើគេធ្វើយ៉ាងនេះចំពោះរូបលោកចំពោះកូនលោកប្រពន្ធលោកប្តីលោកឬឪពុកម្ដាយលោកអស់លោកតើអស់លោកយល់យ៉ាងណាជាពិសេសលោកឧត្តមសេនីយ៍ទាំងឡាយដែលជាអតីតសិស្សចំនួនលោកលន់នល់និងចំនួនសម្ដេចស៊ីនុសូមបងប្អូនស្ដាប់ដូចតទៅខ្ញុំសូមបញ្ជាក់ថានៅក្នុងការរាយការណ៍របស់បងប្អូនម្នាក់ដែលសម្លេងជាខ្មែរកម្ពុជាក្រោមនោះខ្ញុំមិនទាន់ច្បាស់ទេប៉ុន្តែសម្លេងប្រសងមួយអង្គលោកហ៊ានសន្និដ្ឋានថាអ្នកដែលរួមគំនិតសម្លាប់លោកឧត្តមបណ្ឌិតកែមលីគឺហ៊ុនតូបាទព្រោះលោកស្គាល់ហ៊ុនតូច្បាស់ណាស់ហើយម្យ៉ាងទៀតហ៊ុនតូនេះគឺជាមនុស្សអាក្រក់បំផុតដែលត្រកូលហ៊ុនតែងតែប្រើប្រាស់ក្នុងការបាញ់សម្លាប់ឬប្រព្រឹត្តអំពើអាក្រក់ហើយហ៊ុនតូជាមួយនឹងហ៊ុនម៉ាណាបាទណាគឺបើតាមដំណឹងមករឿងនេះគឺធ្លាក់នៅលើត្រកូលហ៊ុនដែលក្រសួងមហាផ្ទៃតែងតែបិទបាំងព្រោះមន្ត្រីនៅក្នុងក្រសួងមហាផ្ទៃភាគច្រើនសិតតែបានបនស័កពីត្រកូលហ៊ុនបាទហើយចំណុចសំខាន់ដែលព្រះអង្គមានបន្ទូលនោះគឺមនុស្ស4នាក់ដែលស៊ីឈ្នួលបាញ់ឲ្យហ៊ុនតូឬសម្លាប់ឲ្យហ៊ុនតូគឺឈ្មោះវរៈ1ឈ្មោះរស្មីហៅចន្ទថា2ឈ្មោះខុមនិង3និង4ឈ្មោះសូមបងប្អូនចាំស្ដាប់អាពុចបាទអាពុចគឺជាអតីតទាហានខ្មែរក្រហមដែលបាទពូកែខាងបាញ់សម្លាប់រហូតដល់ស៊ីថ្លើមមានស្រុកកំណើតនៅខេត្តស្វាយរៀងក៏ប៉ុន្តែមានឪពុកម្ដាយនៅខេត្តនៅឯបបៃលិនបាទហើយអាពុចនេះក្រោយពេលបាញ់សម្លាប់លោកកែមលីរួចហើយវាមានឡាន570ជីបាទសូមបងប្អូនស្ដាប់ហើយខ្ញុំនឹងបង្ហាញរូបអាពុចហើយនឹងរូបអាខុមដែលព្រះអង្គមួយអង្គនេះលោកចោទថាជាដៃជើងរបស់ហ៊ុនតូហើយអាពុចគឺនៅកងទាហាន9ឆាត់យង911បាទហើយឥឡូវនេះឪពុកម្ដាយវានៅឯបៃលិនសូមបងប្អូនស្ដាប់ដូចតទៅហៅបងថាលតើបាទខ្ញុំឃើញវីដេអូបងឯងគួរឲ្យចាប់អារម្មណ៍ណាថ្ងៃតែដល់ពេលហើយខ្ញុំនឹងចូលរួមទី1ទី2មានប្រពុកច្បាស់ការពីមុននឹងប្រហែលជា5នាទីពួកអាកូនប្រុស2នាក់ដែលលោកកែមលីដឹងថាបន្តិចទៀតនឹងមានគេបាញ់សម្រាប់គាត់ឥឡូវក្មួយឯង2នាក់នោះទៅឆ្ងាយពីពូតិចហើយអា2នាក់ហ្នឹងវាយកពូនោះដាក់ប្រវល់ចំមកលោកកែមលីហ្មងអញ្ចឹងហើយថតបាននេះឥឡូវអាពួកអា2នេះមកដល់អាមេរិកនៅពូមកណាវាមានវីដេអូឃ្លីបពីឲ្យប៉ុន្តែវាសន្យាថាដល់ពេលលោកបណ្ឌិតកែមលីនឹង100ឆ្នាំបានចេញវីដេអូ100ថ្ងៃបានរួច100ថ្ងៃបានចេញអាឃ្លីបបាទព័ត៌មាននេះខ្ញុំពុំទាន់យកជាការទេព្រោះក្រោយពេលខ្ញុំស៊ើបរកឈ្មោះនេះក៏បាត់សម្លេងបាទហើយ
តាក់ទងដល់កូនភ្លោះទាំងពីរកំពុងតែមានបញ្ហាស្មុគស្មាញមួយដែលឮថាក្មេងទាំងពីរនោះនឹងត្រូវត្រឡប់ទៅប្រទេសកម្ពុជាវិញក៏ដូចទៅចូលក្នុងទ្រុងខ្លាបាទខ្ញុំមិនទាន់ហ៊ានសន្និដ្ឋានចំពោះសម្លេងមួយនេះទេព្រោះវានៅក្នុងភាពអាកំបាំងក៏ប៉ុន្តែសូមបងប្អូនស្ដាប់សម្លេងតទៅទៀតបាទនៅពេលដែលគេឮសម្លេងនេះហើយមានមនុស្សម្នាក់បានចុះផ្សាយសម្លេងនេះនៅក្នុង Facebook បាទ ព័ត៌មាននោះពិតហើយរឿងទៅហ៊ុនតូនោះវាច្បាស់វា 100% ទៅហើយមិនចាំទៅលើអីទេព្រោះណែទីមកគាត់ដឹងណាគាត់ធ្លាប់ស្គាល់វារឿងចិត្តដិតដែរគាត់និយាយអញ្ចឹងតែពីមុនមកណាឃើញតែរូបឃើញតែរៀងមកគាត់ដឹងកំណៅស្គាល់បាត់ហើយបើតែមិនហ៊ាននិយាយបើទៅថាបើលឺចេញហើយនិយាយប្រាប់ទៅហ្មងទៅអញ្ចឹងហើយវាច្បាស់ហ៊ុនតូវា 100% ទៅហើយព្រោះមានគេឃើញហេតុការណ៍ហ្នឹងបើគេអត់ហ៊ាននិយាយអញ្ចឹងណាព្រោះធ្វើការងារនឹងកន្លែងក៏គេស្គាល់ច្រើនដែរគាត់នៅវាគុំយូរណាស់ជាងនេះហើយមិនទៅគុំឥឡូវទេណាជាពី3ខែទៅហើយបាទតាមសម្លេងនេះប្រហែលជាហ៊ុនតូមិនមែនបាញ់ខ្លួនឯងទេគឺហ៊ុនតូគឺជាអ្នកបញ្ជាព្រោះហាងនោះមានភាគហ៊ុនជាមួយត្រកូលហ៊ុនហើយហាងនោះនៅក្បែរផ្ទះហ៊ុនតូបាទដូច្នេះរដ្ឋាភិបាលអូស្ត្រាលីឬក៏អ្នកស្រីដែលជាភរិយារបស់លោកឧត្តមបណ្ឌិតកែមលីត្រូវតែប្តឹងទៅម្ចាស់ហាងព្រោះម្ចាស់ហាង Star Mart នេះគឺមានភាគហ៊ុននៅឯក្រៅប្រទេសបាទដូច្នេះតាមច្បាប់អន្តរជាតិយើងអាចប្តឹងសងជំងឺចិត្តឬរោគមុខឃាតករតើការបាញ់សម្លាប់នេះមានការខុបខិតរវាងហាងនោះដែរឬទេព្រោះយើងបានឃើញក្នុងរូបភាពនៅក្នុង Facebook គេបានឃើញលោកបណ្ឌិតកែមលីអង្គុយស្លាប់បាទមិនមែនក្រាបនៅលើថ្លុកនៅក្នុងថ្លុកឈាមនៅលើកម្រាលឥដ្ឋនោះទេបាទសូមបងប្អូនស្ដាប់ជាបន្តទៀតបាទសូមចម្រើនពរបងណែញាតិញោមទាំងអស់បងទូទាំងពិភពលោកតាមជាតកម្មកើតឡើងរយៈជិតមួយខែនេះការដែលគាត់រៀបនេះស្មារតីស្គាល់ម៉ូតូច្បាស់ទី1ស្មារតីស្គាល់ម៉ូតូទី2រូបរាងព្រោះតែស្ដាយដែរស្មារតីអត់បានថតព្រោះវាឡានវាលឿនពេកអញ្ចឹងវាបានអញ្ចឹងទៅហើយទី1មានប្រេសងច្រើននៅជាមួយអញ្ចឹងទៅអត់ហ៊ានថតព្រោះគេថាឯងចៃចយទៅហើយអញ្ចឹងទៅដូចញោមដែលគាត់តាមដានព័ត៌មានអានឹងដូចញោមសូមចម្រើនពរបងញាតិញោមទាំងអស់បងសូមជម្រាបដល់លោកអ៊ំទាំងអស់គ្នាផងកាលដែលលោកបណ្ឌិតបានគាត់ស្លាប់ហ្នឹងកាលតែជាក្នុងអាយុកន្លះខែមុនព្រោះអាតូនវាពីដើមវាមិនទៅស្រុកណាបាទន័យថាហ៊ុនតូគឺជាមិត្តភក្តិរបស់ប្រទេសគុណដែលនិយាយនេះបាទប៉ុន្តែគាត់វិខមកប្រាប់វាថាធ្វើទីមនុស្សម្នាក់ហើយតែខ្ញុំក៏មិនបាននិយាយថាតើពីណាពីណាអីមិនដឹងឃើញរូបរាងនេះច្បាស់ទៅវាណាខ្ញុំឃើញច្បាស់នឹងចូលចរិតច្បាស់ហ្នឹងអត់ទេណាមួយអត់ទេរិះគន់ចំពោះវាអត់ទុកទេពួកខ្ញុំមិត្តភក្តិដែលស្មោះស្ម័គ្រជាមួយវាហ៊ានធ្វើស៊ីដែរអញ្ចឹងហើយសារនេះវាច្បាស់ពិតប្រាកដហើយវាមិនបាច់ចាំទៅដល់ថ្ងៃស្អែកទេព្រោះអំប្រុសណានិយាយទៅព្រោះឲ្យសារនេះវាច្បាស់ 100% ហ៊ានធានាអាយុព្រះអង្គហ៊ានដាក់ធានាដាក់អាយុជីវិតទៅទៀតព្រោះព្រះអង្គចោទថាអ្នកដែលនៅពីក្រោយការបាញ់សម្លាប់លោកឧត្តមបណ្ឌិតកែមលីនោះគឺជាហ៊ុនតូបាទហើយនៅក្នុងនោះគឺមានកូនចៅហ៊ុនតូ2នាក់គឺអាពុចនិងអាខុំបាទហើយអាពុចជាទាហាននៅកងលេខ911បងប្អូនអាខុំហើយនៅពេលក្រោយពីលោកឧត្តមបណ្ឌិតកែមលីស្លាប់វាបានជិះឡាន507បាទនេះជារូបភាពអាខុំហើយនឹងអាពុចបាទសំទោសរូបការនេះរូបមួយនេះគឺអាខុំរូបមួយនេះទៀតគឺអាពុចបាទអាពុចជាអតីតទាហានខ្មែរក្រហមដែលចូលនៅក្នុងកងទ័ពខេមរភូមិន្ទហើយមានផ្ទះនៅឯបបលិនសុកកំណើតនៅស្វាយរៀង2នាក់ទៀតនៅព្រៃវែងបាទគឺជាដៃជើងរបស់ហ៊ុនតូដូច្នេះខ្ញុំនឹងផុសរូបអាខុំនិងអាតូនៅក្នុង Facebook របស់ខ្ញុំសូមបងប្អូនមើល